ok shortcut ទាំងអស់នេះនឹងជួយអ្នកនរគ្នាប្រើប្រាស់កុំព្យូទ័របានលឿនជាងមុនអញ្ចឹងមកដឹងជាមួយខ្ញុំអ្នកនរគ្នា shortcut នឹងមានអីខ្លះអូខេអញ្ចឹងទី1យើងចុច window key window របស់យើងនឹងបូកជាមួយនឹងអក្សរ e វាធ្វើការបើក file របស់យើងទៅលើ Windows Explorer អញ្ចឹងចំពោះ shortcut ទី2យើងអាចប្រើប្រាស់ជាមួយនឹង key S2 ដើម្បីធ្វើការ rename file របស់យើងអញ្ចឹងណាអញ្ចឹងអូខេខ្ញុំអត់ rename ទេអញ្ចឹង shortcut ទី3យើងប្រើប្រាស់ជាមួយនឹង Windows បូកជាមួយនឹងសញ្ញាចុចយើងធ្វើការបើកជាមួយនឹង emoji របស់កុំព្យូទ័រអញ្ចឹងណាអញ្ចឹងshortcut មួយទៀតយើងប្រើប្រាស់ជាមួយនឹង control បូកជាមួយនឹងអក្សរ Alt ដើម្បីយើងធ្វើការ copy link មកយើងអត់មិនបាច់ចំណាយពេលទៅអូសបែបនេះចឹងទៀតណាយើងគ្រាន់តែចុច window បូកជាមួយនឹងអក្សរ Alt មកហើយយើង control C មកយើង copy មកអញ្ចឹងងាយshortcut មួយទៀតយើងធ្វើការផ្លាស់ប្ដូរ tab របស់យើងដោយលឿនងាយស្រួលយើងចុច Alt បូកជាមួយនឹង tab អញ្ចឹងយើង tab មកយើង select file យើងចង់ដូរទៅមួយណាអញ្ចឹងណាអញ្ចឹងខ្ញុំ select ដូរមកនេះចុចមក tab មកអញ្ចឹងអូខេលឿនងាយអញ្ចឹងមក shortcut ទៀតអ្នកនរគ្នាអាចប្រើប្រាស់ជាមួយនឹង Windows បូកជាមួយនឹងអក្សរ L អញ្ចឹងវា lock screen របស់យើងលឿនមែនតើ